ដែលហ៊ានខ្មែរទាំង18នាក់ដែលគេនឹងសន្យាថានឹងដោះលែងមកនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះគឺត្រូវបានអនុทินនាយករដ្ឋមន្ត្រីថៃរំសាយចោលបន្ទាប់ពីថ្ងៃទី10ខែវិច្ឆិកាកាលពីម្សិលមិញមានទាហានរបស់គេចំនួន3នាក់បានដើរទៅគៀកលបងលួសហើយក៏បានជន់មីនខណៈពេលដែលមានផ្ទុះហ្នឹងគឺធ្វើឲ្យទាហានរបស់សៀមហ្នឹងគឺផ្ទុះដាច់ជើងម្នាក់ទៀតហើយចំណែកម្នាក់ទៀតរងរបួសហើយម្នាក់ទៀតគឺបានចុកទ្រូងខ្លាំងថប់ដង្ហើមរួចហើយខណៈពេលដែលកំពុងតែកាត់ហេតុភ្លាមៗនោះគឺមានអាធំភេកចក្រដែលខាងទាហានសៀមគឺក្រុមការងារមកជួយសង្គ្រោះដាក់យន្តហោះយកទៅមន្ទីរពេទ្យភ្លាមតែម្ដងហើយបន្ទាប់មកគឺអនុทิនបានចេញសារលុបចោលទាំងស្រុងចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងខ្មែរថៃគឺគេបានច្រានចោលគេបានលុបចោលគេបានព្យួរចោលនៅពេលដែលទាហានរបស់គេត្រូវបានដាច់ជើងគឺគេថាកម្ពុជារបស់យើងលួចដាក់មីនថ្មីទៀតអញ្ចឹងហើយគេនឹងយកមីនហ្នឹងទៅស្រាវជ្រាវថែមបើសិនជាមីនចាស់ប្រហែលជាអាចអត់មានរឿងធំកើតឡើងទេប៉ុន្តែបើសិនជាមីនថ្មីគឺគេចោទប្រកាន់លាពណ៌ថាខ្មែរយើងជាអ្នកលួចដាក់មីនថែមទៀតដោយមិនគោរពច្បាប់មិនគោរពពីលោកត្រាំសហរដ្ឋអាមេរិកដែលគេបានចំណាយពេលមកសម្របសម្រួលជាមួយនឹងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានដូច្នេះហើយក្នុងរឿងនេះធ្វើឲ្យប្រជាជនសៀមក៏ដូចជាទាហានសៀមជាច្រើនដែលគេខឹងសម្បាគឺគេនឹងធ្វើគេថាគេអត់ទុកចិត្តប្រទេសកម្ពុជាទៀតទេហើយគេនឹងចង់ផ្កចំនួនសង្គ្រាមម្ដងទៀតដូច្នេះហើយវាជាយុទ្ធសាស្ត្រចង់បានទឹកដីខ្មែរឬក៏យ៉ាងណាទេព្រោះថានៅពេលដែលវាដើរចូលមកគឺវាត្រូវដឹងច្បាស់ហើយថាវាអាចនឹងដើរចូលដល់ទឹកដីខ្មែរដើរហួសបន្ទាត់ក្រហមដូច្នេះហើយប្រកាសណាគឺមានមីនព្រោះថានៅលើអធិបតេយ្យដីរបស់ប្រទេសកម្ពុជាគឺតែងតែដាក់ដើម្បីការពារកុំឲ្យជនចោរឈ្លានពានដើរចូលទៅគឺផ្ទុះហើយដូច្នេះហើយកំហុសគឺមកពីពួកកូនចៅចៅសៀមកូនទាហានចៅសៀមហ្នឹងគឺវាដើរចូលទឹកដីខ្មែរដោយមិនដឹងគោលដៅដើរច្បាស់លាស់ដូច្នេះវាទៅជន់មានដូច្នេះរឿងមីនផ្ទុះនេះវាធ្វើឲ្យកម្ដៅកំហឹងកើនឡើងទៀតហើយចំពោះទាហានទាំង18នាក់ដែលគេថាដោះលែងហ្នឹងប្រហែលជាពួកគាត់អាចនឹងគ្មានវាសនាមកទេនៅថ្ងៃទី12ស្អែកនេះឯងឆ្នាំ2025ខែ11ហ្នឹងថានឹងដោះលែងមកប៉ុន្តែនៅពេលដែលបញ្ហាផ្ទុះមីនអញ្ចឹងមកភ្លាមគឺគេច្រានចោលហើយគេក៏មិនបញ្ជូនទាហានទាំង18នាក់នឹងមកដែរគេថាគេមិនកំណត់ពេលហើយខ្ញុំមិនដឹងថាបងទាហានដែលគេចាប់ទៅជាចំណាត់ខ្មាំងហ្នឹងមិនដឹងថាគាត់នៅសល់ទាំង18នាក់ហ្នឹងឬក៏គាត់មានបញ្ហាសុខភាពឬក៏បាត់បង់ជីវិតអីនោះទេដូច្នេះហើយពួកសៀមវាបញ្ជូនមកមិនដឹងថាវាបញ្ជូនបានគ្រប់ចំនួនអត់ដូច្នេះបើសិនជាវាអត់មានចំណាត់ខ្មាំងយើងបញ្ជូនមកគ្រប់គ្រាន់ទេវាអាចប្រឈមមុខនឹងច្បាប់អក្រិតជនមនុស្សសម្រាប់ច្បាប់ពិភពលោកដូច្នេះហើយវារកល្បិចធ្វើយ៉ាងណាវាបានតែសន្យានៅមុខសហរដ្ឋអាមេរិកមហាអំណាចពិភពលោកថាបញ្ជូនថ្ងៃទី12វាធ្វើឲ្យទៅរួចពីមុខវាតែមួយផ្លែតបន្ទាប់មកវានឹងរោលេសផ្សេងទៀតព្រោះថាបងទាហានទាំង18នាក់ហ្នឹងដឹងថាវាមានឬអត់ឬក៏វាបានសម្លាប់បាត់ទៅហើយអញ្ចឹងទេព្រោះថាយើងអត់ដឹងច្បាស់ដូច្នេះហើយវារលេសធ្វើជាទោះមានទុកអីអញ្ចឹងដើម្បីកុំឲ្យបានបញ្ជូនមកហើយវាចោតមកយើងខុសរហូតគឺយើងគិតថាកម្ពុជារបស់យើងអត់គោរពអញ្ចឹងណាអញ្ចឹងនេះជាយុទ្ធសាស្ត្រលេសរបស់ពួកវាដើម្បីចង់បានទឹកដីប្រទេសកម្ពុជាបន្ថែមឬក៏អត់មានចំណាត់ខ្មាំងបញ្ជូនមកអញ្ចឹងវារបៀបថាធ្វើម៉េចឲ្យស្អាតស្អំខាងវាតែប៉ុណ្្នឹងទេដូច្នេះហើយរឿងនេះបើសិនជាខាងប្រទេសសៀមហ្នឹងវារកឃើញថាបើសិនជាមីនហ្នឹងជាមីនថ្មីគឺច្បាស់ណាស់គេនឹងលេងតាមអាវុធហើយគេលែងចរចាគេលែងកិច្ចព្រមព្រៀងអីទៀតហើយគឺគេអាចនឹងលេងដូចពីមុនអញ្ចឹងអាចនឹងផ្ទុះម្ដងទៀតដូច្នេះហើយបងប្អូនទាំងអស់គ្នាតាមដានសង្កេតមើលថាល្បិចរបស់វាគឺមិនងាយចប់ទេគឺវាបង្កើតកម្ដៅពីមួយថ្ងៃទៅថ្ងៃតិចទៅបន្តិចដូច្នេះវាបងចង់បានហើយជាពិសេសហ្នឹងសារព័ត៌មានរបស់វាគឺចុះផ្សាយប្រងព្រឹត្តពេញប្រទេសតែម្ដងគឺនិយាយអំពីប្រជាជនខ្មែរយើងក៏ដូចជាពលរដ្ឋខ្មែរយើងនៅពេលដែលឃើញទាហានវាដាច់ជើងក៏ដូចជាផ្ទុះមានរបួសអញ្ចឹងថាចូលទៅខមមិនសើចចំអកលក់លើយឌឺដងរបៀបថាអត់ជួយចូលរួមលេចទុកទេបែរជាសើចចំអកដូច្នេះហើយវាធ្វើឲ្យសារព័ត៌មានពួកវានឹងផ្សាយគឺធ្វើឲ្យប្រជាជននិងប្រជាជនបែរជាស្អប់ខ្ពើមពូជសាសន៍ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងអត់មានផ្លូវងាកមកល្អវិញទេរវាងសៀមហើយនិងកម្ពុជាអញ្ចឹងបងប្អូនបើសិនជាមានអីមកព័ត៌មានថ្មីទៀតខ្ញុំនឹងអាប់ដេត
បាទជូនបងប្អូន Messenger បងប្អូនអាចដឹងអ្វីដែលលើពីហ្នឹងបាទជួយ comment ប្រាប់ខាងក្រោមហើយក៏បាទសូមអរគុណចំពោះបងប្អូនជួយ like ជួយ share បាទអរគុណ follow for more